សួស្តីអ្នកទាំងអស់គ្នាពួកយើងមកពីក្រុមទី1និយាយអំពីការដំឡើង Retro Reflective Sensor with MSR ហើយនេះគឺជាមាតិកាហើយនេះគឺជាគោលបំណងដែលយើងចង់ស្វែងយល់ពីវាហើយនេះជា accessory សម្រាប់យកមកប្រើប្រាស់ហើយប្រភេទ model របស់ Retro Reflective Sensor ប្រភេទ Omron E3Z61ហើយនេះគឺជា CFV របស់យើងគឺមានដូចជា D-center power supply terminal relay និង ampoule ហើយនឹងចាប់ផ្ដើមធ្វើការដំណើរដោយមាន2ផ្នែកគឺ board control និង board ដំឡើងហើយយើងធ្វើការដំឡើង sensor ទៅនឹង board ដំឡើងភ្ជាប់ជាមួយ board control ដែលយើងជ្រើសផ្នែកពណ៌ខៀវភ្ជាប់ទៅនឹង power supply អញ្ចឹងដកហើយពណ៌ខ្មៅគឺ output ពណ៌ប្រផេះជាជើងបូកហើយនៅពេលដែលយើងភ្ជាប់រួចរាល់អស់ហើយ sensor ទៅនឹង board ដំឡើងរួចហើយយើងនឹងកំណត់យក layout ហ្នឹងមានន័យថានៅពេលដែលមាន object ឆ្លងកាត់វានឹងរលត់ហើយនៅពេលដែលលក្ខខណ្ឌមួយទៀតយើងយក dark on ហ្នឹងនៅពេលដែលអត់ទាន់មាន object ឆ្លងកាត់គឺវាអត់ទាន់ភ្លឺទេប៉ុន្តែនៅពេលដែល object ឆ្លងកាត់វានឹងភ្លឺហើយបន្ទាប់មកវាដំណើរការទាំងអស់យើងនឹងអាចយកប្រភេទ object ផ្សេងគ្នាយកមកដាក់នៅទល់មុខឬក៏ដាក់ឆ្លងកាត់ reflective sensor ហើយកម្រិតយើងដាក់ហ្នឹងគឺអាចចន្លោះពី10 cm បន្ទាប់មកពីការតេស្តការសាកល្បងហើយយើងអាចសន្និដ្ឋានបានថា retro reflective sensor នឹងធ្វើឲ្យយើងយល់ពីវាហើយយើងអាចថាកម្រិតតង់ស្រុងវាប៉ុន្មានដែលផ្ដល់ឲ្យ sensor នឹងសម្រាប់ដំណើរការគឺគ្រាន់ត្រូវការតែចន្លោះពី12 V ទៅ24 V តែប៉ុណ្ណោះជាប្រភេទ DC ជាចុងក្រោយសូមអរគុណអ្នកទាំងអស់គ្នាដែលបានចូលទស្សនាវីដេអូរបស់ក្រុមពួកយើង